ឯកឧត្តមនាយករដ្ឋមន្ត្រីសុខចិន្តាសហភាពបានថ្លែងប្រកាសជាអឡរឹកថារាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកការងារប្រយុទ្ធនឹងជំងឺអេដដែលកម្ពុជាជាអាទិភាពខ្ពស់ដោយមានចែងក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិងរាជរដ្ឋាភិបាលបញ្ចកោដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភានិងការបដិញ្ញាចិត្តដ៏មុតមមរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីធានាថាប្រទេសកម្ពុជាគ្មានការគំរាមកំហែងពីមេរោគអេដនិងជំងឺអេដប្រជាជនកម្ពុជាមានសុខភាពល្អនិងរស់នៅប្រកបដោយសុខុមាលភាពគ្មានការភ័យខ្លាចដោយសារជំងឺអេដការថ្លែងបែបនេះរបស់អាដាបនាយករដ្ឋមន្ត្រីសុខចិន្តាសហភាពក្នុងឱកាសដែលដំអញ្ជើញជាតំណាងសម្ដេចមហាបវរទឹកដីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដក្រោមប្រធានបទយកឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងជំងឺអេដនាសាលសន្និសីទចតុមុខនាថ្ងៃទី1ខែធ្នូឆ្នាំ2025ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដនេះមានការចូលរួមពីសំណាក់អាដាមទេសរដ្ឋមន្ត្រីអៀងម៉ូលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដលោកស្រីសមាជិកការនៃរាជរដ្ឋាភិបាលថ្នាក់ដឹកនាំក្រសួងស្ថាប័ននិងលោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជាភ្ញៀវជាតិអន្តរជាតិព្រមទាំងកងកម្លាំងបដាវុធគ្រប់ប្រភេទអាដាបនាយករដ្ឋមន្ត្រីបន្តថារាជរដ្ឋាភិបាលកម្ពុជាកោតសរសើរនិងនាំនៅអំណរគុណពីសម្ដេចនាយករដ្ឋមន្ត្រីចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដក្រោមការដឹកនាំរបស់អាដាមទេសរដ្ឋមន្ត្រីអៀងម៉ូលីដែលធ្វើឲ្យសម្រេចនៅសមិទ្ធផលធំៗជាច្រើនក្នុងការកាត់បន្ថយការរាលដាលនៃមេរោគអេដនិងជំងឺអេដនៅកម្ពុជាក្នុងឆ្នាំ2025តរយៈសារលិខិតរបស់សម្ដេចទឹកដីហ៊ុនម៉ាណែតនិងសារលិខិតរបស់សម្ដេចគតិព្រះបណ្ឌិតបរនីហ៊ុនសែនប្រធានការក្បាលក្រហមកម្ពុជានៅរបាយការណ៍អាដាមអៀងម៉ូលីព្រមទាំងចំណាប់អារម្មណ៍របស់នាយិកាអង្គការ UNAIDS ប្រចាំប្រទេសតំណាងអង្គការសង្គមស៊ីវិលនៃគណៈកម្មាធិការសម្របសម្រួលប្រយុទ្ធនឹងជំងឺអេដរួមទាំងចំណាប់អារម្មណ៍របស់តំណាងបងប្អូនគ្រួសាររងគ្រោះដោយសារមេរោគអេដនិងជំងឺអេដគឺជាសក្ខីភាពជាក់ស្ដែងមួយដែលបានបញ្ជាក់យ៉ាងច្បាស់ថាទស្សនៈរបស់យើងក្នុងការកសាងសង្គមមួយដែលគ្មានការគំរាមកំហែងពីមេរោគអេដនិងជំងឺអេដអាចសម្រេចទៅបាននឹងមានន័យថាកម្ពុជាកំពុងតែស្ថិតនៅលើផ្លូវត្រូវដែលនឹងឈានទៅសម្រេចបាននៅកម្មវត្ថុដែលបានកំណត់ក្នុងគោលនយោបាយជាតិបញ្ចប់អេដនិងចីរភាពកម្មវិធីអេដសម្រាប់ឆ្នាំ2023-2028របស់រាជរដ្ឋាភិបាលគឺ 1. កាត់បន្ថយការឆ្លងថ្មីនៃមេរោគអេដឲ្យបានតិចជាង1នាក់ក្នុងមួយថ្ងៃឬក្នុងរង្វង់ជាង200នាក់ក្នុងមួយឆ្នាំ 2. កាត់បន្ថយការស្លាប់ដោយសារអេដឲ្យបានតិចជាង200នាក់ក្នុងមួយឆ្នាំ 3. លុបបំបាត់ការរើសអើងនិងការមាក់ងាយអ្នកផ្ទុកមេរោគអេដជាមួយគ្នានេះដែរក្នុងនាមសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតអាដាបនាយករដ្ឋមន្ត្រីសុខចិន្តាសហភាពបានពីនេះដល់អាជ្ញាធរមានសមត្ថកិច្ចគ្រងระดับថ្នាក់អង្គការសង្គមស៊ីវិលនានាវិស័យសាសនាវិស័យឯកជនសិល្បករពិធីករកីឡាករព្រមទាំងបងប្អូនប្រជាប្រដ្ឋទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធទប់ស្កាត់និងលុបបំបាត់នៃការរីករាលដាលមេរោគអេដនិងជំងឺអេដនៅកម្ពុជាជាមួយនេះអាដាបនាយករដ្ឋមន្ត្រីក៏អំពាវនាវដល់សហគមន៍អន្តរជាតិដែលគួរអភិវឌ្ឍនានាបន្តជួយគាំទ្រជាបច្ចេកទេសនិងហិរញ្ញវត្ថុដល់សកម្មភាពប្រយុទ្ធនឹងជំងឺអេដនៅកម្ពុជាដើម្បីឲ្យកម្ពុជាអាចឈានទៅសម្រេចបានតាមគោលដៅដែលបានកំណត់ក្នុងគោលនយោបាយជាតិបញ្ចប់អេដនិងចីរភាពកម្មវិធីអេដសម្រាប់ឆ្នាំ2023-2028